ជារឿយៗយើងតែឃើញនៅតាមបណ្ដាញសង្គមឃើញនៅសកម្មភាពការប្រព្រឹត្តអំពើហិង្សាឬក៏បញ្ហាអំពើពុករលួយដែលប្រព្រឹត្តឡើងដោយមន្ត្រីរាជការដែលជាថ្នាក់ក្រោមជាតិដែលយើងអាចនិយាយបានថាជាសេនាធិការថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាលជាសេនាធិការរបស់រាជរដ្ឋាភិបាលហ្នឹងឃើញ post តាមបណ្ដាញសង្គមតាក់ទងជាមួយនឹងការប្រើប្រាស់អំពើហិង្សាការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីរាជការថ្នាក់ក្រោមជាតិមួយចំនួនតូចហ្នឹងតែងតែកើតឡើងជារឿយៗអញ្ចឹងខ្ញុំអត់ចង់និយាយច្រើនតាក់ទងជាមួយនឹងបញ្ហានឹងឲ្យវែងឆ្ងាយទេប៉ុន្តែបើថាយើងធ្វើការកត់សម្គាល់មួយមូលហេតុទេបានតែងតែកើតមានឡើងនៅការប្រើប្រាស់អំពើហិង្សាឬក៏ការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីរាជការដែលជាថ្នាក់ក្រោមជាតិជាសេនាធិការរបស់រាជរដ្ឋាភិបាលហ្នឹងមួយអាណត្តិមួយទៅមួយអាណត្តិមួយហ្នឹងរដ្ឋាភិបាលបានបង្កើតនៅច្បាប់ជាច្រើនហើយបានអនុម័តនៅច្បាប់ជាច្រើនដើម្បីឲ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិក៏ដូចជាប្រជាពលរដ្ឋហ្នឹងយកមកអនុវត្តទាំងអស់គ្នាអញ្ចឹងខ្ញុំគ្រាន់តែលើកនៅបញ្ហាមួយដែលជាគេហៅថាជួននឹងការច្បាប់បន្ថែមរបស់រដ្ឋាភិបាលរបស់ប្រមុខរដ្ឋាភិបាលដែលបានដាក់ចេញដើម្បីឲ្យមន្ត្រីរាជការដែលជាសេនាធិការថ្នាក់ក្រោមជាតិហ្នឹងចូលទៅអនុវត្តគឺគេហៅថាអភិក្រមចំនួន3ដែលការប្រមុខរដ្ឋអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោនឹងបានដាក់ចេញមកនោះគឺអភិក្រម3ទី1នេះគឺឆ្លុះកញ្ចក់មួយទឹកហើយនឹងដុសក្អែលអញ្ចឹងមានរយៈពេល2-3អាណត្តិហើយដែលបានអនុវត្តនៅអភិក្រម3ហ្នឹងហើយអភិក្រមទី1គឺឆ្លុះកញ្ចក់ហើយនឹងមួយទឹកហ្នឹងគឺបានអនុវត្តហើយនៅតែអភិក្រមចុងក្រោយមួយទៀតគឺដុសក្អែលចេញអញ្ចឹងដុសក្អែលចេញចង់សម្ដៅទៅលើថាបើសិនជារកឃើញថាមន្ត្រីមួយហ្នឹងប្រព្រឹត្តនៅអំពើពុករលួយឬក៏ប្រើប្រាស់អំពើហិង្សាដែលអាងអំណាចផុសខ្លួនប្រចាំថ្ងៃហ្នឹងអញ្ចឹងបើសិនជារកឃើញថាមន្ត្រីទាំងអស់ហ្នឹងពិតជាប្រព្រឹត្តនៅកំហុសឆ្គងមែនគឺត្រូវតែដុសក្អែលវាស្មើពីកាត់ចេញបើនិយាយពីផ្នែកវិស័យវិទ្យាសាស្ត្រវិញសាច់មហារាជដែលរកឃើញថាសាច់មហារាជគឺត្រូវកាត់ចោលអញ្ចឹងអាចយកមកប្រើបានទេអញ្ចឹងយ៉ាងណាមិញមន្ត្រីរាជការដែលប្រព្រឹត្តអំពើពុករលួយឬក៏ប្រើប្រាស់អំពើហិង្សាជ្រុលហួសហេតុពេកបើសិនជារកឃើញគឺត្រូវតែដកចេញពីតំណែងឬក៏បណ្ដេញចេញបន្ទាប់មកគឺត្រូវដាក់ឲ្យមានទោសទណ្ឌទៅតាមនីតិក្រមច្បាប់ព្រហ្មទណ្ឌឬក៏ប្រវេណីដែលរដ្ឋាភិបាលខិតខំកែសម្រួលនិងបង្កើតឡើងដើម្បីធ្វើការគ្រប់គ្រងទៅលើមន្ត្រីរាជការនិងប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិនឹងអញ្ចឹងបើសិនជាមន្ត្រីរាជការដែលយើងរកឃើញហើយថាប្រព្រឹត្តអំពើពុករលួយឬក៏ប្រើប្រាស់អំពើហិង្សាជ្រុលខ្លាំងហួសហេតុពេកនៅតែមានការបទូបថយទម្លាក់ថ្លង់ត្រស័ក្តិទូនីតិឲ្យបម្រើការនៅផ្នែកណាមួយឬក៏ដូរពីកន្លែងណាមួយទៅដាក់នៅកន្លែងណាមួយទីខ្ញុំគិតថាជំងឺសង្គមមួយហ្នឹងគឺមិនអាចព្យាបាលបានទេវានៅតែកើតឡើងដដែលណាបើសិនជាសង្គមមួយនៅតែកើតមានបញ្ហានៅតែវាធ្វើឲ្យប្រជាពលរដ្ឋថ្នាក់ក្រោមដែលរស់នៅក្នុងសង្គមមួយដែលមាននីតិរដ្ឋមានច្បាប់ហ្នឹងវាមានអារម្មណ៍មួយថានឿយណាយធុញទ្រាន់ពីបញ្ហាការកើតឡើងនឹងដដែលអញ្ចឹងនេះជាសំណួរពោលរបស់ខ្ញុំគាត់ថាចង់ឲ្យបើសិនជាស្រាវជ្រាវឃើញថាមន្ត្រីរាជការឬក៏អ្នកមានអំណាចទាំងអស់ហ្នឹងប្រព្រឹត្តនៅកំហុសខុសឆ្គងហ្នឹងគឺត្រូវតែកាត់ចោលកាត់សាច់មហារាជនឹងចោលហើយត្រូវដាក់ឲ្យមានទោសទណ្ឌនឹងទៅអនុវត្តនៅទោសទណ្ឌច្បាប់ហ្នឹងមានប្រសិទ្ធភាពចឹងបើសិនជានៅតែមានការបទូបថយចូលយកចំពោះស្ថាប័នខ្លួនកាត់បន្ថយពីឋានៈនោះឲ្យចុះមកក្រោមទាបឬក៏ដូរពីកន្លែងមួយទៅកន្លែងមួយគឺថាបញ្ហាហ្នឹងมันអាចកាត់បន្ថយបានច្រើនទេវានៅតែមានការកើតឡើងដដែលហ្នឹងមិនមែនថាប្រទេសយើងឬក៏ប្រទេសគេមិនមានទេប្រទេសគេមានប្រទេសយើងក៏មានប៉ុន្តែគាត់ថាវាមានតិចឬក៏មានច្រើនតែប៉ុណ្្នឹងឯងនេះគាត់ថាជាសំណុំពោលរបស់ខ្ញុំបើសិនជាស្រាវជ្រាវឃើញថាមានទោសទណ្ឌមែនត្រូវដកចោលកាត់សាច់នឹងចោលដាក់អ្នកថ្មីចូលមកពីព្រោះយុវជនជំនាន់ក្រោយនេះមានសមត្ថភាពនិងមានចំណេះដឹងខ្លាំងណាស់ដែលគេកំពុងតែឈរនៅពីក្រោយដើម្បីមានឱកាសបញ្ចេញនូវសមត្ថភាពដើម្បីកសាងប្រទេសរបស់យើងឲ្យមានការរីកចម្រើនមានការអភិវឌ្ឍហើយជាពលរដ្ឋនៅក្រោមនីតិច្បាប់រដ្ឋមួយស្មើភាពគ្នា